ងទ័ពរបស់ប្រទេសអ៊ីស្រាអែលបានអះអាងអំពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់នៅភាគខាងត្បូងប្រទេសលីបង់កងទ័ពរបស់ប្រទេសអ៊ីស្រាអែលបានអះអាងនៅថ្ងៃសុក្រថាខ្លួនបានសម្លាប់លោក Hassan Fahed ដែលជាមេបញ្ជាការនៃផ្នែកខាងលិចរបស់ពួកហាម៉ាស់ក្នុងប្រទេសលីបង់ក្នុងការវាយប្រហារតាមអាកាសលើទីក្រុង Zidon ភាគខាងត្បូងនៃប្រទេសលីបង់យុទ្ធតាមអ្នកនាំពាក្យកងទ័ពអាកាសអ៊ីស្រាអែលលោក Avichai Adre ការវាយប្រហារនេះដែលបានធ្វើឡើងនៅយប់ថ្ងៃប្រហ័សបានកំណត់គោលដៅទៅលើលោក Fahed ដែលត្រូវបានចោទប្រកាន់ថារៀបចំការវាយប្រហារជាច្រើនប្រឆាំងទៅនឹងកងកម្លាំងអ៊ីស្រាអែលលោក Fahad ដែលត្រូវបានគេចោទប្រកាន់ថាជាអ្នកទទួលខុសត្រូវចំពោះការបាញ់បង្ហោះដោយការវាយប្រហារគ្រាប់រ៉ុកែតឆ្ពោះទៅកាន់ទីក្រុង Zafid របស់ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី14ខែកុម្ភៈឆ្នាំ2024ដែលបណ្ដាលឲ្យទាហានម្នាក់ស្លាប់និងរបួសជាច្រើនអ្នកផ្សេងទៀតជាការឆ្លើយតបកងពលតូច El Ghazem ដែលជាស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស់ប៉ាឡេស្ទីនបានបញ្ជាក់អំពីការស្លាប់របស់មេដឹកនាំរបស់ពួកគេលោក Hassan Fahad រួមជាមួយនឹងកូនស្រីរបស់គាត់ឈ្មោះ Jenan និងកូនប្រុស Hamzaកងពលតូច El Ghazem បាននិយាយថាអ្នកទាំង3ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការធ្វើឃាតរបស់អ៊ីស្រាអែលដែលបានកំណត់គោលដៅមកលើផ្ទះល្វែងរបស់ពួកគេនៅទីក្រុង Zidon ភាគខាងត្បូងប្រទេសលីបង់ក្រុមហាម៉ាស់នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយបានបញ្ជាក់ថាលោក Fahad និងក្រុមគ្រួសាររបស់គាត់ត្រូវបានធ្វើឃាតនៅក្នុងការវាយប្រហារតាមអាកាសរបស់ក្រុម Zodi ក្បត់ដែលបានកំណត់គោលដៅមកលើផ្ទះរបស់ពួកគាត់នៅក្នុងទីក្រុង Zidon នៅព្រឹកថ្ងៃសុក្រនៅមុននីតិភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់បានរាយការណ៍ថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះល្វែងមួយនៅទីក្រុង Zidon នៅព្រឹកបានសម្លាប់មនុស្ស3នាក់ដោយមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះទេយ៉ាងណាមិញបទឈប់បាញ់ដ៏ផុយស្រួយមួយបានកើតឡើងនៅក្នុងប្រទេសលីបង់ចាប់តាំងពីខែវិច្ឆិកាដោយបានបញ្ចប់សង្គ្រាមឆ្លងព្រំដែនជាច្រើនខែរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡារបស់ប្រទេសលីបង់ដែលបានកើតឡើងជាជម្លោះទ្រង់ទ្រាយធំកាលពីខែកញ្ញាឆ្នាំមុនអាជ្ញាធររបស់ប្រទេសលីបង់បានរាយការណ៍អំពីការរំលោភទៅលើបទឈប់បាញ់របស់អ៊ីស្រាអែលជាង1364នៅក្នុងនោះមានអ្នកស្លាប់យ៉ាងហោចណាស់ចំនួន117នាក់និងរបួសជាង363នាក់យ៉ាងណាមិញនៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ប្រទេសអ៊ីស្រាអែលត្រូវបានគេសន្មតថានឹងដកចេញទាំងស្រុងពីភាគខាងត្បូងប្រទេសលីបង់នៅថ្ងៃទី26ខែមករាប៉ុន្តែនៅថ្ងៃផុតកំណត់ពួកគេត្រូវបានពន្យាពេលដល់ថ្ងៃទី18ខែកុម្ភៈបន្ទាប់ពីប្រទេសនេះបានបដិសេធមិនអនុវត្តតាមហើយពួកគេនៅតែរក្សាវត្តមានយោធានៅក្នុងប៉ុស្តិ៍ព្រំដែនចំនួន5លោក Zekuski បាននិយាយថាប្រធានាធិបតីលោក Donald Trump នឹងចូលរួមសម្រាប់កិច្ចប្រជុំកំពូលអង្គការ NATO នៅទីក្រុង La Haye ក្នុងខែមិថុនាខាងមុខនេះរដ្ឋមន្ត្រីការបរទេសរបស់ប៉ូឡូញលោក Radoslaw Zekuski បាននិយាយនៅថ្ងៃទី4ខែមេសាថាប្រធានាធិបតីអាមេរិកលោក Donald Trump នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុង La Haye ក្នុងខែមិថុនាការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការអធិប្បាយពីរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ដែលបាននិយាយថាលោក Donald Trump បានបដិញ្ញាគាំទ្រ NATO ហើយបាននិយាយថាសហរដ្ឋអាមេរិកនៅតែជាសមាជិកដ៏សកម្មនៃសម្ព័ន្ធភាពនេះលោក Zekuski បានបន្តនៅសេចក្តីថ្លែងការណ៍របស់លោក Marco Rubio ដែលបានបន្ថែមថាលោក Donald Trump នៅតែបដិញ្ញាចិត្តចំពោះមាត្រា5របស់អង្គការ NATO ស្ដីពីការការពារគ្នាទៅវិញទៅមកហើយនឹងចូលរួមសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការនេះនៅទីក្រុង La Haye នាថ្ងៃទី24ដល់ថ្ងៃទី26ខែមិថុនាលោក Donald Trump ធ្លាប់បានរិះគន់ដៃគូអង្គការ NATO របស់អាមេរិកដែលបាននិយាយថាលោកនឹងមិនការពារអ្នកដែលបរាជ័យក្នុងការបំពេញទៅតាមគោលដៅនៃការចំណាយលើវិស័យការពារជាតិនោះទេដែលបានជំទាស់ដោយផ្ទាល់ទៅនឹងគោលការណ៍ការពារសមូហភាពរបស់សម្ព័ន្ធមិត្តលោក Donald Trump បានចោទប្រកាន់បណ្ដាប្រទេសអឺរ៉ុបថាមិនបានចូលរួមចំណែកដោយយុត្តិធម៌របស់ពួកគេចំពោះតម្រូវការការពារជាតិរបស់សម្ព័ន្ធមិត្តរដ្ឋបាលរបស់លោកក៏បានផ្ដល់សញ្ញាថាការផ្ដោតជាយុទ្ធសាស្ត្ររបស់ខ្លួនកំពុងផ្លាស់ប្ដូរពីអឺរ៉ុបទៅកាន់តំបន់ Indo-Pacific យ៉ាងណាមិញរដ្ឋមន្ត្រីការបរទេសហូឡង់លោក Gaspar Valcam បានប្រាប់មកកាន់កាសែត Eurobrauda នាថ្ងៃទី4ខែមេសាថាប្រទេសហូឡង់នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះហើយលោកក៏រំពឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងស្ថិតនៅក្នុងទីក្រុង La Haye ផងដែរលោក Welcome បាននិយាយថាលោក Zelensky នឹងត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះប៉ុន្តែវាពិតជាលឿនពេកក្នុងការពិភាក្សាអំពីលទ្ធផលដែលអាចនឹងកើតមានដោយសារតែការចូលចែកជាមួយប្រទេសរុស្ស៊ីដើម្បីបង្កើតយ៉ាងហោចណាស់បទឈប់បាញ់បណ្ដោះអាសន្នដែលកំពុងតែបន្តលោក Welcome បាននិយាយថាវាលឿនពេកក្នុងការនិយាយអំពីអ្វីដែលអាចនឹងកើតឡើងនៅក្នុងទីក្រុង La Haye ប៉ុន្តែខ្ញុំរំពឹងថាប្រធានាធិបតីលោក Volodymyr Zelensky នឹងបានចូលរួមនៅក្នុងការប្រជុំនេះរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andriy Sybiha បាននិយាយថាគិតត្រឹមថ្ងៃទី4ខែមេសាអ៊ុយក្រែនមិនទាន់បានទទួលនឹងការអញ្ជើញឲ្យលោក Zelensky ចូលរួមនៅក្នុងកិច្ចប្រជុំអង្គការ NATO នៅទីក្រុង La Haye នោះទេ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឲ្យមានការកើនឡើងទៅលើសម្ពាធសម្រាប់ប្រទេសរុស្ស៊ីបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកលើរោងចក្រថាមពលនៅតំបន់ Kherson ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានថ្កោលទោសសម្រាប់ការវាយប្រហារគោលដៅចុងក្រោយរបស់រុស្ស៊ីមកលើរោងចក្រថាមពលកម្ដៅ Kherson នាថ្ងៃទី4 ខែមេសាដែលជាការវាយលុកមួយផ្សេងទៀតមកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងសន្ទរកថានៅពេលល្ងាចរបស់គាត់ថាការវាយប្រហារដែលធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើក SPV របស់រុស្ស៊ីបានបង្ហាញអំពីការមិនគោរពយ៉ាងម៉ឺងម៉ាត់ចំពោះការបដិញ្ញាចិត្តអន្តរជាតិលោកបានកត់សម្គាល់ថាការវាយប្រហារបែបនេះមិនអាចជាឧបទ្ទវហេតុនោះទេដោយចង្អុលបង្ហាញថាប្រទេសរុស្ស៊ីបានដឹងច្បាស់អំពីទូនាទីថាមពលដ៏សំខាន់របស់គោលដៅលោក Zelensky បានសង្កត់ធ្ងន់ថាគ្រឿងបរិក្ខារទាំងនេះគួរតែត្រូវបានការពារប្រឆាំងទៅនឹងការវាយប្រហារណាមួយដែលស្របទៅតាមការសន្យារបស់រុស្ស៊ីចំពោះសហរដ្ឋអាមេរិកលោក Volodymyr Zelensky បានបញ្ជាក់ជាថ្មីថាការធានារបស់រុស្ស៊ីទាំងអស់បញ្ចប់ដោយមីស៊ីលយន្តហោះគ្មានមនុស្សបើកគ្រាប់បែកឬកាំភ្លើងធំប្រធានាធិបតីបានរិះគន់ការបដិសេធរបស់ទីក្រុងមូស្គូក្នុងការបញ្ឈប់អារិភាពដោយបន្ថែមថាសកម្មភាពរបស់រុស្ស៊ីធ្វើឲ្យការទូតគ្មានប្រយោជន៍ហើយលោកបាននិយាយថាទំនាក់ទំនងការទូតមិនមានន័យអ្វីសម្រាប់ពួកគេនោះទេមេដឹកនាំអ៊ុយក្រែនក៏បានកត់សម្គាល់ផងដែរថាបទឈូសបាញ់អាចនឹងសម្រេចបាននៅពេលនេះបើវាមិនមានសម្រាប់ការបដិសេធរបស់រុស្ស៊ីជាប់លាប់នោះទេលោក Zelensky បានចង្អុលបង្ហាញថាចាប់តាំងពីថ្ងៃទី11ខែមីនាមករុស្ស៊ីបានបដិសេធមិនយល់ព្រមទៅលើបទឈូសបាញ់នោះទេហើយបានសង្កត់ធ្ងន់ថាវាគឺជាការដឹកនាំរបស់ទីក្រុងមូស្គូដែលចង់បានសង្គ្រាមមិនមែនចង់បានសន្តិភាពនោះទេប្រទេសអ៊ុយក្រែនបានយល់ព្រមរួចហើយចំពោះបទឈូសបាញ់រយៈពេល30ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិកដែលបានផ្ដល់ថាប្រទេសរុស្ស៊ីក៏ត្រូវតែយល់ព្រមចំពោះលក្ខខណ្ឌនេះផងដែរទីក្រុងគៀវបានបង្ហាញជំហររបស់ខ្លួនយ៉ាងច្បាស់នៅថ្ងៃទី11ខែមីនាដោយបន្ថែមថាការត្រៀមខ្លួនរបស់ខ្លួនក្នុងការបោះជំហាននេះប្រសិនបើរុស្ស៊ីបានតបស្នងទោះបីជាយ៉ាងណាក៏ដោយបើទោះបីជាមានការខិតខំប្រឹងប្រែងតែនេះក៏ដោយក៏រុស្ស៊ីនៅតែបន្តវាយប្រហាររបស់ខ្លួនប្រឆាំងមកលើគោលដៅស៊ីវិលនិងយោធាដោយធ្វើឲ្យមានការសង្ស័យទៅលើការបដិញ្ញាចិត្តរបស់ទីក្រុងមូស្គូចំពោះសន្តិភាពកាលពីថ្ងៃទី3ខែមេសាអ្នកចរចាវិមានក្រំឡាំងលោក Kirill Dmitriev បានរាយការណ៍អំពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងការពិភាក្សាជាមួយមន្ត្រីអាមេរិកទាក់ទងទៅនឹងបទឈូសបាញ់លោក Dmitriev ដែលជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីដែលគ្រប់គ្រងដោយរដ្ឋបានសរសើរទៅដល់រដ្ឋបាលនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Donald Trump សម្រាប់កិច្ចសន្ទនាប្រកបដោយភាពស្ថាបនានិងការគោរពជាមួយប្រទេសរុស្ស៊ីហើយបាននិយាយថាប្រទេសទាំងពីរគ្រោងនឹងស្ដារនឹងការពង្រឹងទំនាក់ទំនងរបស់ពួកគេទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀតលោក Dmitriev បានបន្ថែមថាធរកិច្ចអាមេរិកត្រៀមត្រឡប់ទៅកាន់ប្រទេសរុស្ស៊ីវិញហើយបំពេញកន្លែងទំនេរដែលនៅសេសសល់បន្ទាប់ពីក្រុមហ៊ុនអឺរ៉ុបបានដូរខ្លួនចេញបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនពេញមួយកម្រិតនោះ